Ba videoនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបនៃការ set up for key នេះនៅលើ game PUBG អ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចេះ set up នៅលើ game PUBG នៅលើ game ផ្សេងតាក់ទងមួយ game ប្រភេទបាញ់អ្នកទាំងអស់គ្នាអាច set up បានដូចគ្នាអូខេអញ្ចឹងជាធម្មតា PUBG មាន setting បាទ setting យើងចូល setting របស់វាមកតមកយើងមានកន្លែង customize ប៊ូតុងមួយនេះបាទយើង select customize អញ្ចឹងយើងអាចសេរីបានបាទទាញ scoop បាទទាញគ្រាប់បាញ់បាទមកកន្លែងនេះហើយយើងអាច scale បានបាទ scale ទូចធំអញ្ចឹងទៅតាមអ្វីដែលយើងចង់បានទំហំវាណាអញ្ចឹងខ្ញុំឧទាហរណ៍អ្នកនរគ្នាមើលធម្មតា 4 key របស់យើងបាទមានធ្មេញបាទធ្មេញ4បាទទាំងសងខាងទាំងអស់4មួយខាង2ណាអញ្ចឹងធ្មេញវានេះវាមានគ្រាប់កន្លែងនេះបាទគ្រាប់ជាន់ហ្នឹងគឺដើម្បីអីយើងដាក់គៀបបាទយើងដាក់គៀបជាប់មួយទូរស័ព្ទយើងបែបនេះបាទឧទាហរណ៍ថាយើង set ប៊ូតុងរបស់យើងបាទយើង set កន្លែងនេះបាញ់បាទហើយបន្ទាប់មកធ្មេញវានេះបាទបាន2នេះអញ្ចឹងយើងអាចដាក់មួយខាងទៀតនៅចំកន្លែងនេះថែមមួយទៀតមកប៊ូតុងអីគេអញ្ចឹងទៅដូចថាខ្ញុំងាកខាងឆ្វេងខ្ញុំទាញងាកឆ្វេងមកបាទហើយយើងអាចសេរីវាឡើងទៅលើឲ្យចំមកធ្មេញនេះមកបាទប៉ុណ្ណឹងអូខេតមកនៅម្ខាងទៀតខ្ញុំចង់បាន scoop បាទ scoop ជាមួយងាកដូចគ្នាបាទងាកខាងស្ដាំអូខេខ្ញុំត្រូវវារៀងទូចបន្តិចប៉ុណ្នេះបាទដល់មកខ្ញុំដាក់គៀបមួយទៀតមកងាយទេអ្នកនរគ្នាការប្រើ key 4នេះយើងអត់ភ័យខ្លាចទៅលើការ ban hero របស់យើងទេបាទនេះអាចសាកចុចមើល VC នៅអ្នកឲ្យឃើញអញ្ចឹងនេះឃើញវាលោតពណ៌มันមាន VC ហើយបាទសម្រាប់ខ្ញុំអូខេប៉ុណ្នេះអញ្ចឹងខ្ញុំ sell វាបាទចុច sell មកប៉ុណ្ណឹង sell មួយសិនតែមកខ្ញុំខ្វែងវាចោលបាទខ្ញុំសាកងាកធ្វើនេះងាកស្ដាំជប់បាញ់ចឹងរបៀបនៃការ set key 4គឺយើង set បែបនេះហើយលើអ្នកទាំងអស់គ្នាដាក់ទេបាទទៅលើប៊ូតុងកន្លែងនេះយើងចង់ដាក់អីតាមចិត្តយើងចង់ដាក់ដូរគ្រាប់បែកដូរភ្លើងឬយ៉ាងម៉េចនឹងយើងអញ្ចឹងណាបាទហើយបើអ្នកនរគ្នាមានតម្រូវការតាក់ទងជាមួយនឹង 4 key បាទអាចតាក់ទងមកបានយើងមានច្រើនមែនទែនមានទាំងបោះដុំមានទាំងលក់រាយបាទអរគុណច្រើន